Welcome to the Voice of America in Kamai. Direct from Washington, the Voice of America, VOA. សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះថ្ងៃសុក្រទី12ខែធ្នូឆ្នាំ2014ត្រូវនឹងថ្ងៃ6រោចខែមករាឆ្នាំមមីឆស័កពុទ្ធសករាជ2558ខ្ញុំនុចសារីតានិងសហការីក្រុមផ្សាយខេមរៈភាសានៃ VOA សូមស្វាគមន៍អស់លោកអ្នកស្ដាប់ពីរដ្ឋធានី Washington ជាកិច្ចចាប់ផ្ដើមលោកជើងពូជីនសូមជូនដើមរឿងនៃព័ត៌មានសំខាន់ៗនៅព្រឹកនេះនាយកទីភ្នាក់ងារ CIA ការពារការសួរចម្លើយភេរវជនបន្ទាប់ពីការវាយប្រហារភេរវកម្មឆ្នាំ2001ប្រទេសរុស្ស៊ីមានការរន្ធត់ពីសេចក្តីរាយការណ៍ធ្វើទារុណកម្មរបស់ CIA ការប៉ះទង្គិចកើតមានបន្ទាប់ពីបុណ្យសពរដ្ឋមន្ត្រីប៉ាឡេស្ទីននៅក្នុងកម្មវិធីផ្សាយជាបន្តបន្ទាប់នៅពេលព្រឹកនេះលោកអ្នកនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីគណៈកម្មការទន្លេមេគង្គក្រុងរៀបចំកិច្ចពិភាក្សាពិគ្រោះយោបល់ពីការកសាងទំនប់វារីអគ្គិសនីដនសាហុងសេចក្តីរាយការណ៍អំពីសមាជិកព្រឹទ្ធសភាខាងគណៈបក្សសាធារណរដ្ឋគាំទ្រការចេញផ្សាយរបាយការណ៍ស្តីពីវិធីសួរចម្លើយរបស់ទីភ្នាក់ងារ CIA ក្នុងពន្ធនាគារសម្ងាត់ហើយនឹងសេចក្តីរាយការណ៍អំពីសហគមន៍អឺរ៉ុបរិះគន់អំពើនីតិរដ្ឋភាពនិងអំពើអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាផ្ដោតលើការចាប់ខ្លួននិងការផ្ដន្ទាទោសកម្មជនដីធ្លីសូមលោកអ្នករងចាំស្ដាប់សេចក្តីពិស្ដារនៃសេចក្តីរាយការណ៍ទាំងនេះនៅក្រៅការផ្សាយព័ត៌មានអន្តរជាតិដែលជូនដោយលោកជឹងពូជីនសូមអញ្ជើញលោកពូជីនអរគុណនាយកទីភ្នាក់ងារស៊ើបការសម្ងាត់សហរដ្ឋអាមេរិក CIA កំពុងការពារការប្រើប្រាស់បច្ចេកទេសសួរចម្លើយរបស់ខ្លួននៅក្នុងការប្រជុំមុខពួកជនសង្ស័យជាភេរវជនបន្ទាប់ពីការវាយប្រហារឆ្នាំ2001ប្រឆាំងនឹងសហរដ្ឋអាមេរិកនៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយនៅឯទីស្នាក់ការធំរបស់ CIA លោក John Brennan នាយកទីភ្នាក់ងារនោះបាននិយាយកាលពីថ្ងៃពហុថាវិធីទាំងនោះបានផ្ដល់ព័ត៌មានដ៏សំខាន់ដល់សហរដ្ឋអាមេរិកដើម្បីបង្អាក់ការវាយប្រហារថែមទៀតហើយនឹងចាប់ខ្លួនពួកភេរវជនអាល់កាដាលោកបានជំទាស់ដល់របាយការណ៍យ៉ាងវែងរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅសប្តាហ៍នេះថាវិធីនៃការសួរចម្លើយខ្លាំងៗមិនបានផ្ដល់ការស៊ើបការសម្ងាត់ដ៏មានតម្លៃទេហើយថាពួកគេបានធ្វើទារុណកម្មយ៉ាងខ្លាំងលោកបានទទួលស្គាល់ថាភ្នាក់ងារ CIA ខ្លះបានធ្វើហួសពីវិធីដែលបានផ្ដល់ឲ្យខណៈដែលពួកគេសួរចម្លើយជនសង្ស័យជាភេរវករហើយលោកបាននិយាយទៀតថាសកម្មភាពរបស់ពួកគេគួរតែមិនទទួលស្គាល់ថាជាការត្រឹមត្រូវទេក៏ប៉ុន្តែលោកបានសរសើរភ្នាក់ងារស៊ើបការសម្ងាត់ភាគច្រើនចំពោះការខំប្រឹងប្រែងរបស់ខ្លួនក្រោយពីការវាយប្រហារថ្ងៃទី11ខែកញ្ញាដែលបានសម្លាប់មនុស្សជិត 3000 នាក់លោក Dick Cheney អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថាទីភ្នាក់ងារ CIA បានធ្វើដូចគ្នានឹងអ្វីដែលសេដ្ឋវិមានចង់បានដើម្បីបង្កើតកម្មវិធីសួរចម្លើយនោះប្រទេសរុស្ស៊ីបានប្រាប់ឲ្យដឹងថារបាយការណ៍របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលបានសន្និដ្ឋានថាការសួរចម្លើយដែលមានការធ្វើទារុណកម្មរបស់ទីភ្នាក់ងារស៊ើបការសម្ងាត់ CIA លើជនសង្ស័យជាភេរវជនជាការរន្ធត់មួយហើយជាផុសតាងថាពួកអាជ្ញាធរសហរដ្ឋអាមេរិកបានរំលោភសិទ្ធិមនុស្សលោក Konstantin Dolgo បេសកជនសិទ្ធិមនុស្សរបស់ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលថ្ងៃពហុថាការធ្វើបាបដែលបានលើកឡើងនៅក្នុងរបាយការណ៍នោះមិនស៊ីគ្នាជាមួយការអះអាងរបស់សហរដ្ឋអាមេរិកជាគំរូនៃលទ្ធិប្រជាធិបតេយ្យនោះទេពួកសកម្មជនសិទ្ធិមនុស្សកំពុងអំពាវនាវឲ្យកាត់ទោសមន្ត្រីដែលពាក់ព័ន្ធនៅក្នុងរបៀបសួរចម្លើយរបស់ CIA បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី11ខែកញ្ញាឆ្នាំ2001លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បាននិយាយថាការរំលោភធ្វើបាបនេះជាកំហុសដ៏ធ្ងន់ធ្ងរហើយបានហាមឃាត់ការប្រើប្រាស់អ្វីដែលហៅថាបច្ចេកទេសសួរចម្លើយនៅពេលដែលលោកចូលកាន់តំណែងនៅឆ្នាំ2009កាលពីខែមិថុនាក្រុមប្រឹក្សាកាយសម្បទាន
អន្តរជាតិសម្រាប់ជនរងគ្រោះដោយទារុណកម្មដែលមានទីតាំងនៅក្នុងទីក្រុង Copenhagen បាននិយាយថារបាយការណ៍នៃការធ្វើទារុណកម្មនិងធ្វើបាបនៅក្នុងប្រទេសរុស្ស៊ីនៅតែមានការរាលដាលយ៉ាងខ្លាំងក្រុមប្រឹក្សានោះបានប្រាប់ឲ្យដឹងទៀតថាជនរងគ្រោះនៃការធ្វើទារុណកម្មក្នុងប្រទេសរុស្ស៊ីរួមមានជនសង្ស័យជាឧក្រិដ្ឋជនអ្នកនយោបាយគណៈបកប្រឆាំងសកម្មជនសិទ្ធិមនុស្សពួកសមាជិកក្រុមក្រៅផ្លូវការនិងទាហានអង្គការនោះបានប៉ាន់ស្មានថាជនជាតិរុស្ស៊ីជាង28លាននាក់ជាង 20% នៃប្រជាពលរដ្ឋរុស្ស៊ីទាំងមូលបានក្លាយជាជនរងគ្រោះនៃការធ្វើទារុណកម្មរបស់រដ្ឋាភិបាលរុស្ស៊ីជនជាតិប៉ាឡេស្ទីនបានប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែលកាលពីថ្ងៃពហុបន្ទាប់ពីបុណ្យសពរដ្ឋមន្ត្រីរបស់គណៈរដ្ឋមន្ត្រីប៉ាឡេស្ទីនដែលបានស្លាប់នៅក្នុងការប្រជុំមុខជាមួយកងកម្លាំងអ៊ីស្រាអែលនៅសប្តាហ៍នេះមនុស្សរាប់ពាន់នាក់រួមមានប្រធានាធិបតីប៉ាឡេស្ទីនម៉ាមូដអាបាសបានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងរ៉ាម៉ាឡាដើម្បីចូលរួមពិធីបុណ្យសពរបស់លោក Z Abu N ក្នុងឡុងពេលនៃការតវ៉ាប្រឆាំងការប្រថ្ងៃពុធកងទ័ពអ៊ីស្រាអែលបានរុញកនឹងទ្រង់លោក ABN ហើយក៏បានបាញ់ឧស្ម័នបង្ហៀទឹកភ្នែកនៅក្នុងតំបន់នោះដែរពួកវិជ្ជបណ្ឌិតប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃពហុថាការធ្វើកោសលវិច័យបានបង្ហាញថាលោកបានស្លាប់មកពីការវាយដំខណៈដែលពួកមន្ត្រីអ៊ីស្រាអែលនិយាយថាជំងឺបេះដូងជាមូលហេតុនៃការស្លាប់នោះលោក Peter Lerner អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយថាពួកយោធាកំពុងស៊ើបអង្កេតអំពីបញ្ហាដែលកើតឡើងនេះក្មេងជំទង់ដែលជាអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារការសម្ដែងសិល្បៈមួយនៅមជ្ឈមណ្ឌលបារាំងនៅក្នុងរដ្ឋធានីកាប៊ុលកាលពីថ្ងៃពហុដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏ម្នាក់រដ្ឋមន្ត្រីការបរទេសបារាំងលោក Laurent Fabius បាននិយាយថាមនុស្សបានស្លាប់នៅក្នុងការផ្ទុះនោះទោះជាយ៉ាងណាក៏ដោយគ្មានជនជាតិបារាំងរងគ្រោះទេរដ្ឋមន្ត្រីអាហ្គានីស្ថានបានកំណត់អត្តសញ្ញាណថាអ្នកស្លាប់ម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះជាជនជាតិអាល្លឺម៉ង់ពួកអាជ្ញាធរអាហ្គានីស្ថានជឿជាក់ថាអ្នកដាក់គ្រាប់បែកអត្តឃាតនោះមានអាយុប្រហែល16ឆ្នាំហើយប្រហែលលាក់គ្រឿងផ្ទុះនៅក្នុងសម្លៀកបំពាក់ខ្លួនមុនពេលចូលក្នុងវងមនុស្សនៅមជ្ឈមណ្ឌលមួយនៅក្នុងបរិវេណនៃវិទ្យាល័យ Istiklal ដែលផ្ដល់ថវិកាដោយបារាំងនៅថ្ងៃដល់បល័យក្នុងរដ្ឋធានីពួកតាលីបានបានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនោះ The Voice of America, VOA. តម្លៃប្រាក់រោគរបស់រុស្ស៊ីបានធ្លាក់ចុះដល់កម្រិតថ្មីមួយទាបបើប្រៀបធៀបទៅនឹងប្រាក់ដុល្លារអាមេរិកនិងប្រាក់អឺរ៉ូទោះបីធនាគារកណ្ដាលរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូបានបង្កើនអត្រាការប្រាក់ដ៏សំខាន់ម្ដងទៀតនៅក្នុងការខំប្រឹងប្រែងដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងរអាក់រអួលរបស់ប្រទេសនោះក៏ដោយរូបិយប័ណ្ណរុស្ស៊ីមានតម្លៃ55រូបក្នុង$1ជាលើកទី1កាលពីថ្ងៃពហុហើយបានធ្លាក់ចុះតម្លៃយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងប្រាក់អឺរ៉ូដែលបានប្រើប្រាស់នៅក្នុងប្លុកអឺរ៉ុបដែលមានប្រទេស16ជាសមាជិកតម្លៃរូបបានធ្លាក់ចុះចំនួន 42% នៅឆ្នាំនេះសេដ្ឋកិច្ចរុស្ស៊ីបានទទួលរងផលប៉ះពាល់ដោយសារការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបពីព្រោះតែអន្តរាគមន៍របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងប្រទេសអ៊ុយក្រែននៅក្នុងការគាំទ្រពួកឧទាមដែលលំអៀងប្រទេសរុស្ស៊ីដែលកំពុងប្រយុទ្ធជាមួយរដ្ឋាភិបាលអ៊ុយក្រែនលោកអ្នកកំពុងស្ដាប់កម្មវិធីរបស់ VOA សម្លេងសហរដ្ឋអាមេរិកដែលផ្សាយចេញពីរដ្ឋធានី Washington គណៈកម្មការទន្លេមេគង្គក្រុងនឹងរៀបចំកិច្ចពិភាក្សាពិគ្រោះយោបល់មួយទាក់ទងនឹងការកសាងទំនប់វារីអគ្គិសនីដនសាហុងដែលនៅជិតព្រំដែនខ្មែរលាវកិច្ចពិភាក្សានេះនឹងធ្វើឡើងនៅថ្ងៃសុក្រនេះហើយនៅថ្ងៃប្រហ័សម្សិលមិញមានការរៀបចំដំណើរទស្សនកិច្ចមួយសម្រាប់ភាគីពាក់ព័ន្ធរួមទាំងអ្នកសារព័ត៌មានផងដើម្បីទៅមើលការដ្ឋានដែលត្រូវកសាងនោះតទៅនេះសូមអស់លោកអ្នកស្ដាប់កិច្ចសន្ទនារវាងលោកម៉ែនកំសែងបុគ្គលិក VOA ជាមួយនឹងលោកសាយម៉ូនីអ្នករាយការណ៍ព័ត៌មានរបស់យើងខ្ញុំដែលបានទៅដល់ការដ្ឋានទំនប់នោះបាទលោកសាយម៉ូនីសូមជម្រាបសួរបាទសូមជម្រាបសួរលោកកំសែងបាទនៅថ្ងៃនេះលោកបានធ្វើដំណើរទៅមើលការដ្ឋានដែលគេគ្រោងសាងសង់ទំនប់វារីអគ្គិសនីហើយនៅមិនឆ្ងាយប្រហែលជា2គីឡូម៉ែត្រតែប៉ុណ្ណោះពីព្រំដែនកម្ពុជានិងឡាវ
តើលោកឃើញមានអ្វីខ្លះនៅទីនោះហើយតើមានអ្នកណាខ្លះដែរបានចូលរួមនៅក្នុងដំណើរទៅពិនិត្យការដ្ឋានហ្នឹងបាទជាដំបូងខ្ញុំសូមជម្រាបអស់លោកអ្នកស្ដាប់ថាខ្ញុំបានមកដល់ទីតាំងដែលគេគ្រោងនឹងសាងសង់ទំនប់ដនសហុងគឺស្ថិតនៅលើច្រកមួយឈ្មោះថាច្រកហ៊ូសហុងដែលមានចម្ងាយប្រមាណតែ2គីឡូម៉ែត្រពីព្រំដែនកម្ពុជាបាទហើយនៅទីនេះខ្ញុំពុំឃើញមានការសាងសង់ណាមួយបានចាប់ផ្ដើមនៅឡើយទេពលគឺឃើញមានត្រឹមតែតម្រុយបង្គោលខ្លះៗដែលគេបានបោះនៅជិតទីតាំងនៃការសាងសង់ទំនប់នេះតែប៉ុណ្ណោះហើយនៅលើតម្រុយនោះមានកត់ត្រាព័ត៌មានមួយចំនួនតាក់ទងទៅនឹងគម្រោងដែលគេគ្រោងនឹងសាងសង់នេះឧទាហរណ៍ដូចជាកម្ពស់ទំនប់បើប្រៀបទៅនឹងនីវ៉ូទឹកសមុទ្រអីជាដើមលោកកំសែងបាទហើយអ្នកដែលបានចូលរួមនៅក្នុងដំណើរទស្សនកិច្ចនេះគឺមានតំណាងមកពីគណៈកម្មាធិការទន្លេមេគង្គជាតិនៃប្រទេសជាសមាជិកទាំង4នៃគណៈកម្មការទន្លេមេគង្គដែលរួមមានកម្ពុជាវៀតណាមថៃនិងឡាវផ្ទាល់ហើយក៏មានតំណាងអង្គការសង្គមស៊ីវិលមួយចំនួនព្រមទាំងតំណាងក្រុមហ៊ុនអភិវឌ្ឍទំនប់នេះផ្ទាល់ផងដែរបាទហើយលើពីនេះទៀតក៏មានតំណាងអ្នកសារព័ត៌មានក្នុងស្រុកនិងបរទេសមួយចំនួនបាទរួមមានអ្នកសារព័ត៌មានមកពីអាស៊ីសេរីខាងផ្នែកភាសាឡាវដែលប្រចាំនៅក្នុងប្រទេសថៃបាទហើយនឹងអ្នកសារព័ត៌មាន VOA គឺខ្ញុំហ្នឹងបាទហើយនឹងអ្នកតំណាងសារព័ត៌មានផ្នែកទូរទស្សន៍ក្នុងស្រុកឡាវមួយចំនួនទៀតលោកកំសែងបាទគណៈកម្មការទន្លេមេគង្គគ្រោងនឹងរៀបចំនៅការជួបពិភាក្សាជាសាធារណៈមួយនៅថ្ងៃសុក្រនេះតើលោកអាចបញ្ជាក់ប្រាប់បានទេថាតើគេនឹងធ្វើយ៉ាងម៉េចនៅក្នុងវេទិកាពិភាក្សាហ្នឹងហើយអ្នកណាខ្លះនឹងចូលរួមធ្វើការពិភាក្សាបញ្ចេញទស្សនៈយោបល់របស់គេហ្នឹងបាទខ្ញុំសូមជម្រាបថានៅថ្ងៃសុក្រនេះគណៈកម្មការទន្លេមេគង្គឬដែលហៅកាត់ថា MRC ហ្នឹងនឹងរៀបចំការពិគ្រោះយោបល់ជាសាធារណៈថ្នាក់តំបន់មួយបាទដើម្បីបើកឱកាសឲ្យភាគីពាក់ព័ន្ធនៅក្នុងប្រទេសជាសមាជិកទាំង4ហ្នឹងលើកជាយោបល់ជាទស្សនៈការព្រួយបារម្ភផ្សេងៗទាក់ទងទៅនឹងផលប៉ះពាល់ដែលអាចបណ្ដាលមកពីការសាងសង់ទំនប់ដនសហុងនេះបាទហើយក្នុងកម្មវិធីព្រឹកនេះនឹងមានការថ្លែងស្វាគមន៍និងការថ្លែងអំពីគោលបំណងនៃការរៀបចំឲ្យមានកិច្ចពិគ្រោះយោបល់ជាមុនជាសាធារណៈនេះពីសំណាក់លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គបាទដែលមានលោក Hans Gatman ជានាយកប្រតិបត្តិនឹងលោកនឹងធ្វើការណែនាំអំពីដំណើរការនៃនីតិវិធីក្នុងការពិគ្រោះយោបល់ជាមុនដែលជាដំណើរការមួយដែលត្រូវបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងមេគង្គឆ្នាំ1995រវាងប្រទេសដែលជាសមាជិកទាំង4នៃគណៈកម្មការទន្លេមេគង្គដែលរួមមានកម្ពុជាថៃឡាវនិងវៀតណាមនោះបាទហើយដំណើរការហ្នឹងជាផ្នែកមួយដែលគេហៅជាអក្សរកាត់នៅក្នុងភាសាអង់គ្លេសថា PNPCA ពលគឺជាដំណើរការនៃការជូនដំណឹងពិគ្រោះយោបល់និងព្រមព្រៀងគ្នាជាមុនពេលដែលប្រទេសណាមួយគ្រោងសាងសង់ទំនប់នៅលើទន្លេមេនៃទន្លេមេគង្គហ្នឹងបាទបន្ទាប់ពីការថ្លែងហេតុនិងការណែនាំអំពីដំណើរការនៃនីតិវិធីនេះទៅនឹងមានវគ្គសំណួរចម្លើយដែលគេនឹងអនុញ្ញាតឲ្យមានការសួរពីអ្នកដែលបានចូលរួមបាទហើយនៅក្នុងព្រឹកនេះផងដែរក៏អាចនឹងមានការបង្ហាញអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហុងនេះពីសំណាក់ក្រុមហ៊ុនដែលអភិវឌ្ឍគម្រោងនេះឬក៏ពីគណៈកម្មាធិការជាតិទន្លេមេគង្គឡាវគេនៅមិនទាន់ប្រកាសថាតើភាគីណាមួយនឹងធ្វើការបង្ហាញនេះនៅឡើយទេលោកកំសែងបាទប៉ុន្តែអ្វីដែលប្រកាសនោះគឺនៅព្រឹកនេះនឹងមានវគ្គសំណួរចម្លើយដែលអនុញ្ញាតឲ្យអ្នកចូលរួមនឹងអាចសួរសំណួរផ្សេងដែលតាក់ទងនឹងក្តីកង្វល់ឬក៏មន្ទិលនានាបាទនៅពេលរសៀលនឹងមានការពិភាក្សាអំពីប្រធានបទតាក់ទងទៅនឹងការព្រួយបារម្ភតាក់ទងទៅនឹងបញ្ហាប្រឈមនៃដំណើរការនៃការពិគ្រោះយោបល់ជាមុនឬក៏តាក់ទងនឹងអនុសាសន៍ផ្សេងបាទលោកកំសែងបាទលោកមនីឃើញយើងឃើញមានអ្នកធ្វើយុទ្ធនាការខាងផ្នែកបរិស្ថានហ្នឹងជាច្រើនបានសម្ដែងនៅគេថាទុតិធិនិយមគឺដូចថាមិនទុកចិត្តថាកិច្ចពិភាក្សានេះនឹងចេញលទ្ធផលយ៉ាងម៉េចទេដោយពួកគេនិយាយថាប្រហែលជាវាអាចគ្រាន់តែជាការប្រថាប់ត្រាឬក៏ធ្វើឲ្យស្របច្បាប់ចំពោះសំណើរបស់ប្រទេសឡាវក្នុងការសាងសង់ទំនប់វារីអគ្គិសនីនោះបាទដូច្នេះតើតាមរយៈដែលលោកបានជួបពិភាក្សាជាមួយមន្ត្រីឬក៏អ្នកចូលរួមពាក់ព័ន្ធនានានៅក្នុងកិច្ចពិភាក្សាហ្នឹងតើគេមានប្រតិកម្មយ៉ាងម៉េចដែរបាទជាការពិតណាស់លោកកំសែងមានមតិមួយចំនួនលើកឡើងថាការពិគ្រោះយោបល់ជាសាធារណៈនេះគឺគ្រាន់តែជាការបង្ក្រប់កិច្ចឲ្យប្រទេសឡាវដើម្បីឲ្យប្រទេសនេះអាចសាងសង់ទំនប់នៅលើទន្លេមេគង្គនេះបានដោយស្របច្បាប់លោកកំសែងបាទ
ប៉ុន្តែខ្ញុំបានសួរទៅកាន់មន្ត្រីនៃក្រសួងឧស្សាហកម្មនិងរាយរបស់ប្រទេសឡាវអំពីបញ្ហានេះហើយលោកបានមានប្រសាសន៍ថាការលើកឡើងនេះគឺមិនពិតនោះទេបាទដោយសារប្រទេសឡាវបានបើកចំហឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធផ្សេងៗដែលរួមទាំងសារព័ត៌មានមន្ត្រីអង្គការសង្គមស៊ីវិលដើម្បីឲ្យចូលរួមនៅក្នុងដំណើរការពិគ្រោះយោបល់នេះហើយលោកមានប្រសាសន៍ថាការពិគ្រោះយោបល់នេះគឺមានសារៈសំខាន់ក្នុងការបង្ហាញអំពីកង្វល់នានាដែលភាគីផ្សេងៗមានដើម្បីឲ្យប្រទេសឡាវអាចយកទៅពិចារណាហើយថ្លឹងថ្លែងមើលថាតើខ្លួនអាចធ្វើអ្វីបានដើម្បីឆ្លើយតបទៅនឹងការខ្វល់ការព្រួយបារម្ភទាំងអស់នោះបាទលោកមានប្រសាសន៍ថាកាលណាមិនមានដំណើរការនៃការពិគ្រោះយោបល់ជាមុននេះទេនោះនឹងធ្វើឲ្យអ្នកដែលរិះគន់នៅតែបន្តការរិះគន់ទាំងមិនដឹងព័ត៌មានច្បាស់លាស់តទៅទៀតលោកកំសែងបាទសូមអរគុណលោកសៃម៉ានីដែលផ្ដល់សេចក្តីរាយការណ៍ផ្ទាល់ពីប្រទេសឡាវដែលនឹងរៀបចំនៅវេទិកាពិភាក្សាសាធារណៈបាទសូមអរគុណសូមជម្រាបលាលោកម៉ានីបាទសូមជម្រាបលាលោកកំសែងបាទអស់លោកអ្នកកំពុងស្ដាប់ការផ្សាយ VOA សំឡេងសហរដ្ឋអាមេរិកពីរដ្ឋធានី Washington សមាជិកព្រឹទ្ធសភាខាងគណៈបក្សសាធារណរដ្ឋលោក John McCain ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដ៏តិចតួចក្នុងគណៈបករបស់លោកដែលគាំទ្រការចេញផ្សាយរបាយការណ៍មួយស្ដីពីវិធីសួរចម្លើយយ៉ាងសាហាវរបស់ទីភ្នាក់ងារ CIA ក្រោយពីការវាយប្រហារលើសហរដ្ឋអាមេរិកកាលពីថ្ងៃទី11ខែកញ្ញាឆ្នាំ2001លោក John McCain ដែលធ្លាប់បានជាប់ក្នុងពន្ធនាគារជាឆ្លើយសង្គ្រាមនៅក្នុងប្រទេសវៀតណាមនោះបានថ្លែងគាំទ្រដល់ការចេញផ្សាយរបាយការណ៍សង្ខេបនៃរបាយការណ៍ដែលមានសរុប 6,000 ទំព័រដែលនិយាយលម្អិតដល់ចំនួននៃការធ្វើទារុណកម្មអ្នកទោសក្នុងបណ្ដាពន្ធនាគាររបស់ CIA នៅបរទេសអ្នកស្រី Zlatika Hoke នៃ VOA រាយការណ៍អំពីរឿងនេះលោកបូរ៉េសីសូមជូនសេចក្តីប្រែសម្រួលថ្លែងទៅកាន់សាលព្រឹទ្ធសភាលោក McCain បានសរសើររបាយការណ៍របស់គណៈកម្មាធិការស៊ើបការសម្ងាត់ព្រឹទ្ធសភាស្ដីពីការសួរចម្លើយពួក Al-Qaeda រវាងឆ្នាំ2002និង2009ក្នុងគុកសម្ងាត់ CIA នៅបរទេស I believe the American people have a right, indeed responsibilityខ្ញុំជឿថាពលរដ្ឋអាមេរិកមានសិទ្ធិដឹងពីអ្វីដែលគេធ្វើក្នុងនាមរបស់ខ្លួនតើការប្រព្រឹត្តទាំងនេះបានបម្រើប្រយោជន៍យើងឬអត់ហើយតើគេបានធ្វើស្របតាមគុណសម្បត្តិរបស់យើងយ៉ាងដូចម្តេចលោក McCain សង្ឃឹមថារបាយការណ៍ពីការអនុវត្តដូចជាការចាក់ទឹកលើមុខឲ្យឆ្លក់មិនឲ្យដេកគ្រប់គ្រាន់ជាដើមនិងការពារមិនឲ្យកើតឡើងម្ដងទៀតទៅអនាគត I know the use of torture compromises that which most distinguishes us from our enemiesខ្ញុំដឹងថាការប្រើទារុណកម្មធ្វើឲ្យខូចគុណសម្បត្តិយើងនិងជំនឿរបស់យើងដែលថាមនុស្សទាំងអស់មានសិទ្ធិជាការចាំបាច់ដែលត្រូវបានការពារដោយអនុសញ្ញាអន្តរជាតិដែលអាមេរិកមិនត្រឹមតែចូលរួមទេប៉ុន្តែក៏ចូលរួមនិពន្ធស្ទើរគ្រប់ផ្នែកទាំងអស់ដែរលោក McCain បានផ្ដាច់ចេញពីគណៈបកលោកដើម្បីប្រឆាំងការសួរចម្លើយដោយធ្វើទារុណកម្មដែលលោកថាទីបំផុតមិនបានចាប់ខ្លួនភេរវជនទេObviously we need intelligence to defeat our enemies but we need reliable intelligence ការពិតយើងត្រូវការស៊ើបការណ៍សម្ងាត់ដែលអាចទុកចិត្តបានដើម្បីផ្ដួលសត្រូវទារុណកម្មធ្វើឲ្យព័ត៌មានច្រឡំច្រើនជាងសកម្មភាពស៊ើបការណ៍លោក McCain បានទទួលទារុណកម្មពេលជាប់ឃុំ5ឆ្នាំ6ខែនៅវៀតណាមខាងជើងមុនគេដោះលែងនៅឆ្នាំ1973ក្នុងពេលនោះលោកបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ឃោសនាកុម្មុយនីសមុនវិលត្រឡប់មកមាតុភូមិដោយមានរបួសជាអចិន្ត្រៃយ៍មន្ត្រីគណៈបក្សសាធារណរដ្ឋផ្សេងទៀតបន្តការពីរបៀបសួរចម្លើយរបស់ CIA ដោយនិយាយថាវាបានជួយទប់ស្កាត់ការវាយប្រហារភេរវជនថែមទៀត The pressures were great from the administration from the Congress Well, from the American public. អ្នកដឹងទេថាសម្ពាធមានខ្លាំងពីរដ្ឋបាលសភាសាធារណជនអាមេរិកតើមានការវាយប្រហារទៀតឬទេព្រោះរបាយការណ៍នេះមានច្រើនអំពីការវាយប្រហារផ្សេងទៀតដែលក្រុងធ្វើឡើងសមាជិកព្រឹទ្ធសភា Saxby Chambliss ខាងគណៈបក្សសាធារណរដ្ឋពីរដ្ឋ Georgia ពីដំបូងប្រឆាំងនឹងការផ្សាយរបាយការណ៍នេះប៉ុន្តែឥឡូវគាំទ្រវិញI voted to declassify that and then the general public can make up their minds. ខ្ញុំបានបោះឆ្នោតឲ្យចេញផ្សាយហើយទុកឲ្យសាធារណជនទូទៅធ្វើការសម្រេចចិត្តថាតើកិច្ចការនេះបានប្រព្រឹត្តធ្វើត្រឹមត្រូវដែរឬទេដោយដែលយើងបានបង្ហាញក្នុងសេចក្តីរាយការណ៍សង្ខេបអំពីព័ត៌មានដែលបានប្រមូលមកពីកម្មវិធីនេះថាវាមិនត្រឹមតែកម្ចាត់ Bin Laden ទេក៏ប៉ុន្តែបានបង្អាក់ផែនការភេរវកម្មផ្សេងទៀតក្នុងរយៈពេលប្រមាណឆ្នាំនេះ
លោកប្រធានាធិបតីអូបាម៉ាបានហាមឃាត់ការអនុវត្តដ៏ចម្រូងចម្រាសនេះនៅឆ្នាំ2009ហើយបានគាំទ្រឲ្យបញ្ចេញរបាយការណ៍នេះថ្មីបើមានការព្រមានថាវាអាចបណ្ដាលឲ្យមានប្រតិកម្មប្រឆាំងពីអ្នកដែលជាសត្រូវរបស់អាមេរិកស្ថានទូតនិងបេសកកម្មអាមេរិកនៅបរទេសបានស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ពីរដ្ឋធានី Washington ខ្ញុំពុយរិស័យ VOA The Voice of America, VOA. សហគមន៍អឺរ៉ុបបានរិះគន់អំពើនីតិរដ្ឋភាពនិងអំពើអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាដោយផ្ដោតលើករណីថ្មីៗនៃការចាប់ខ្លួននិងផ្ដន្ទាទោសសកម្មជនដីធ្លីលោកកុងស្ថានរដ្ឋនៃ VOA រាយការណ៍ជូនពីរាជធានីភ្នំពេញឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបលោក Jean-François Cotin បានរិះគន់អំពើនីតិរដ្ឋភាពនៅក្នុងប្រទេសកម្ពុជានិងភាពលំអៀងនៅក្នុងប្រព័ន្ធយុត្តិធម៌ស្របពេលដែលប្រទេសកម្ពុជាបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលោក Jean-François Cotin បានថ្លែងយ៉ាងដូចនេះកាលពីថ្ងៃពុធទី10ខែធ្នូនៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងភ្នំពេញមន្ត្រីជាន់ខ្ពស់សហគមន៍អឺរ៉ុបបានលើកករណីចំនួន2មកប្រៀបធៀបគ្នានោះគឺឃាតករដែលបានបាញ់សម្លាប់កម្មករនិងបាតុករនៅក្នុងការតវ៉ាក្រោយពីការបោះឆ្នោតកាលពីដើមឆ្នាំ2014មិនត្រូវបានវែកមុខក៏ប៉ុន្តែបែរជាអាជ្ញាធរចាប់ក្រុមអ្នកតវ៉ាដោយសារបញ្ហាដីធ្លីយកមកកាត់ទោសយ៉ាងឆាប់រហ័សដោយគ្រាន់តែចោទប្រកាន់ពួកគេអំពីបញ្ហាបិទផ្លូវតែប៉ុណ្ណោះលោក Jean-François Cotin លើកឡើងថាយុត្តិធម៌នៅក្នុងករណីពីរនេះមានភាពផ្ទុយគ្នាស្រឡះ Some people have been put before a courtមនុស្សមួយចំនួនត្រូវបាននាំខ្លួនឡើងតុលាការនិងបានផ្ដន្ទាទោសដោយឡែកករណីស៊ើបអង្កេតនៃសំណុំរឿងនៃប្រជាពលរដ្ឋត្រូវបានបាញ់និងសម្លាប់ក្នុងការធ្វើបាតកម្មកាលពីខែមករាយុត្តិធម៌យឺតណាស់ខ្ញុំគិតថាមានភាពបញ្ច្រាស់គ្នាយ៉ាងច្បាស់មានសកម្មជនដីធ្លីជាង10នាក់ត្រូវចាប់ខ្លួននិងកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន1ឆ្នាំនិងពិន័យជាប្រាក់2លានរៀលឬស្មើនឹងប្រមាណជា$500អាមេរិកក្នុងម្នាក់ៗកាលពីខែមុនប្រជាពលរដ្ឋជាប់ចោទទាំងនេះគឺជាអ្នកតវ៉ាយ៉ាងស្វិតស្វាញប្រឆាំងទៅនឹងការរំលោភទៅលើដីកម្មសិទ្ធិរបស់ពួកគេនិងដើម្បីឲ្យមានការដោះស្រាយការរស់នៅរបស់ពួកគេឲ្យបានសមរម្យភាគច្រើននៃប្រជាពលរដ្ឋទាំងនេះមកពីសហគមន៍បឹងកក់ដ៏ល្បីល្បាញមកពីសហគមន៍បូរីកេឡានិងថ្មគូលការចាប់ខ្លួនធ្វើឡើងក្រោយពីពួកគេតវ៉ាដោយប៉ុនប៉ងបិទមហាវិថីព្រះមុនីវង្សនិងក្រោយពីពួកគេបានធ្វើការតវ៉ាប្រឆាំងទៅនឹងការចាប់ខ្លួនសកម្មជនដីធ្លីនៅបឹងកក់លោក Jean-François Cotin បានលើកអំពីកង្វល់របស់សហគមន៍អឺរ៉ុបទៅកាន់រដ្ឋាភិបាលខ្មែរចំពោះការចាប់ខ្លួនទាំងនេះផងដែរខ្ញុំគិតដូចដែលលោកសខេងត្រូវបានស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយអញ្ចឹងថាការផ្ដន្ទាទោសប្រជាពលរដ្ឋដែលបានបិទផ្លូវធ្ងន់ធ្ងរពេកលោកធុនសារាយប្រធានសមាគមការពារសិទ្ធិមនុស្សអាត6ក៏បានលើកអំពីករណីបាញ់សម្លាប់បាតុករកាលពីដើមឆ្នាំនិងការដាក់ទោសកម្មជនដីធ្លីចុងក្រោយនេះដែរលោកធុនសារាយចាត់ទុកថានេះគឺជាអំពើនីតិរដ្ឋភាពនិងជាអំពើអយុត្តិធម៌សង្គមមួយដែលបានរីករាលដាលលោកបានផ្ដល់ឧទាហរណ៍មួយចំនួនដែលយុត្តិធម៌មិនមានភាពស្មើគ្នានោះទេយើងឥឡូវចាប់តែអ្នកដែលគ្នាធ្វើបាតកម្មដល់អ្នកដែលបាញ់សម្លាប់គេអត់បានរកអានេះបញ្ហាអយុត្តិធម៌ភាពមិនស្មើគ្នានៅចំពោះមុខច្បាប់ខ្ញុំសង្កេតឃើញមិនមែនតែប៉ុណ្្នឹងទេទូទៅណាអ្នកដែលមានអំណាចធំណាដូចជាលោកខំខឿនសវាយខេត្តនៅរតនគិរីគ្រាន់តែបានកាត់ទោសប៉ុន្តែរហូតមនុស្សមិនឃើញដូចជានៅករណីនៅស្វាយរៀងប្រជារាស្ត្រដែលគ្នាក្រីក្រគ្មានអំណាចនឹងដឹងគេដើម្បីទប់ទល់ការពារដីធ្លីរបស់គ្នាគ្មាននរណាដោះស្រាយឲ្យគ្នាទេប៉ុន្តែបើក្រុមហ៊ុនទៅឈូសឆាយដល់គេទៅដាំដល់បំពេញគ្នាគ្រាន់តែកាច់កៅស៊ូមួយបន្តិចដល់ក្រុមហ៊ុនប្តឹងគាត់វិញគឺថាជាប់គុកយើងសង្កេតឃើញច្រើនណាស់នៅគ្រប់កន្លែងលោកផៃស៊ីផានរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលើកឡើងថាគេមិនអាចយកករណីនីមួយៗមកបកស្រាយនោះទេហើយលោកបន្ថែមថាសំណុំរឿងឃាតកម្មទៅលើបាតុករកាលពីដើមឆ្នាំនៅតែបន្តទៀតនៅឡើយករណីហ្នឹងមិនទាន់បិទទេហើយករណីទៅក្នុងការខាត់ខ្លួននៃអ្នកធ្វើបាតកម្មឬកោតកម្មឬសកម្មភាពដទៃទៀតដែលច្បាប់មិនអនុញ្ញាតឲ្យនេះជាករណីដាច់ដោយឡែកអង្គហេតុនិងអង្គច្បាប់នៅក្នុងសាច់រឿងពីរហ្នឹងខុសគ្នាបាទបន្ថែមពីនោះលោកផៃស៊ីផានអះអាងថារដ្ឋាភិបាលនៅតែបន្តពង្រឹងប្រព័ន្ធយុត្តិធម៌ជាបន្ថែមទៀតនៅក្នុងពេលនេះពីរាជធានីភ្នំពេញខ្ញុំគង់សុថានរិទ្ធ VOA
ស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយរបស់យើងខ្ញុំនៅរាត្រីនេះពីម៉ោង 8:30 នាទីដល់ម៉ោង 9:30 នាទីយប់សូមលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍ថ្មីៗពីប្រទេសកម្ពុជានិងនៅក្នុងពិភពលោកលំដាប់តទៅនេះលោកជីងប៉ូជីនសូមជូនព័ត៌មានសង្ខេបសូមអញ្ជើញលោកប៉ូជីនអរគុណព្យុះដ៏ខ្លាំងមួយនៃឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិកកំពុងបក់បោកនៅក្នុងរដ្ឋ California នៅថ្ងៃនេះដោយធ្វើឲ្យលិចលង់តំបន់ដោយមានការធ្លាក់ទឹកភ្លៀង13សង់ទីម៉ែត្រនិងល្បឿនខ្យល់ម្ដង230គីឡូម៉ែត្រក្នុង1ម៉ោងខ្យល់ព្យុះបានធ្វើឲ្យបិទសាលារៀននៅក្នុងទីក្រុង San Francisco ធ្វើឲ្យលិចផ្លូវ Highway ហើយនឹងដាច់ចរន្តអគ្គិសនីដល់ផ្ទះរាប់រយខ្នងដោយមានការស្រែកពាក្យស្លោកនិងការសន្ទនាវិលត្រឡប់វិញពួកសកម្មជនទីក្រុងហុងកុងរាប់សិបនាក់បានត្រូវចាប់ខ្លួនដោយគ្មានការតដៃនៅពេលដែលពួកអាជ្ញាធរបានចាប់ផ្ដើមធ្វើការបោសសម្អាតរបាំងនិងតង់ស្នាក់នៅដែលនៅសេសសល់មកពីការតវ៉ាប្រឆាំងគាំទ្រលទ្ធិប្រជាធិបតេយ្យអស់រយៈពេល2ខែនោះរដ្ឋាភិបាលភូមាបានស្នើចាប់ផ្ដើមធ្វើការចរចាសន្តិភាពជាមួយពួកឧទាមជនជាតិភាគតិចលោកឡាម៉ោងស្វេមកពីមជ្ឈមណ្ឌលសន្តិភាពភូមាបានប្រាប់ VOA ថារដ្ឋមន្ត្រីដែលទទួលខុសត្រូវការចរចាបានស្នើទៅពួកឧទាមនៃក្រមសម្របសម្រួលការឈប់បាញ់គ្នាទូទាំងប្រទេសជាតិហៅកាត់ថា NCCT ជាក្រុមមួយដែលតំណាងឲ្យក្រុមជនជាតិភាគតិចជាច្រើនសាខាក្រុមអាល់កេដានៅក្នុងប្រទេសយេម៉ែននិយាយថាខ្លួនបានធ្វើការវាយប្រហារគ្រាប់រ៉ុកកែតកាលពីថ្ងៃអាទិត្យទៅលើទីតាំងកងទ័ពអាកាសដែលបានប្រើប្រាស់ដោយសហរដ្ឋអាមេរិកពួកមន្ត្រីយេម៉ែនបានបញ្ជាក់ពីការវាយប្រហារទៅលើមូលដ្ឋានយោធាអាល់អាណាតនៅក្នុងខេត្តឡាហ៊ីចខាងត្បូងអ្នកនាំពាក្យស្ថានទូតប្រទេសយេម៉ែនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនបានរាយការណ៍ថាគ្មានមនុស្សស្លាប់ឬរងរបួសនោះទេក្រសួងការពារប្រទេសអាមេរិកបាននិយាយថាគ្មានបុគ្គលិកសហរដ្ឋអាមេរិកបានរងរបួសនោះដែរការផ្ទុះពីបានធ្វើឲ្យរង្គើទីក្រុងឈូសភាគកណ្ដាលប្រទេសនីហ្សេរីយ៉ាដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏31នាក់ដែរមូលហេតុនៃការផ្ទុះនោះមិនទាន់ដឹងភ្លាមនៅឡើយទេការផ្ទុះនោះបានកើតមានឡើងនៅជិតទីកន្លែងនៃការផ្ទុះគ្រាប់បែកកាលពីខែឧសភាដែលបានសម្លាប់មនុស្ស118នាក់ហើយត្រូវបានគេសង្ស័យថាជាស្នាដៃក្រុមជនសកម្មប្រយុទ្ធបូកូហារ៉ាមអនុប្រធានាធិបតីថ្មី2នាក់នៃប្រទេសស៊ីមបាវេបានស្បត់ចូលកាន់តំណែងនៅថ្ងៃសុក្រនេះនៅពេលដែលប្រធានាធិបតី Robert Mugabe ដែលកាន់តំណែងយូរយារណាស់មកហើយបានតែងតាំងគណៈរដ្ឋមន្ត្រីថ្មីរបស់លោកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC និយាយថាប្រទេសកូតឌីវ៉ាត្រូវតែប្រគល់លោកស្រី Simone Gbagbo ភរិយាអតីតប្រធានាធិបតី Laurent Gbagbo ដើម្បីប្រឈមការចោទប្រកាន់ពីបទបល្ល័ង្កពូជសាសន៍ដោយសារសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពហុក៏ហៅភរិយាអតីតប្រធានាធិបតីចូលតុលាការថ្មីបើប្រទេសកូតឌីវ៉ាបដិសេធពុំព្រមប្រគល់ទៅឲ្យតុលាការទីក្រុងឡេអេកាលពីអតីតកាលដោយនិយាយថាខ្លួននឹងកាត់ទោសអតីតភរិយាប្រធានាធិបតីនៅក្នុងតុលាការក្នុងស្រុកក៏ដោយកម្មវិធីផ្សាយរបស់ VOA សំឡេងសហរដ្ឋអាមេរិកនៅព្រឹកនេះចប់តែប៉ុណ្ណេះសូមលោកអ្នករងចាំស្ដាប់ការផ្សាយរបស់យើងខ្ញុំនៅរាត្រីនេះពីម៉ោង 8:30 នាទីដល់ម៉ោង 9:30 នាទីយប់តាមរលកវិទ្យុកម្ពស់25 32និង190ម៉ែត្រត្រូវនឹងកម្រិត 11,565 9,325 និង 1,575 kHz ឬតាមប្រព័ន្ធអ៊ីនធឺណិតជាភាសាខ្មែរ khmer.voanews.com ជាភាសាអង់គ្លេស voacambodia.com សូមលោកអ្នកប្រកបដោយសុភមង្គលគ្រប់ប្រការអរុនសួស្តីThis program has come to you from the Voice of America, Washington.